សូមសរសើរប្រព័ន្ធរបស់ខ្ញុំអាចរកនឹកឃើញមុខម្ហូបមុខនេះភ្លាសាច់ជ្រូកក្រូចឆ្មានិយាយថារសជាតិឆ្ងាញ់មែនទែនមុខម្ហូបមុខនេះគឺស័ក្តិសមបំផុតសម្រាប់គ្រឿងក្លែមក្នុងឱកាសជួបជុំបងប្អូនថ្ងៃចូលឆ្នាំខ្មែរយើងខាងមុខនេះហើយបាននិយាយពីវិធីធ្វើវិញគឺងាយស្រួលធ្វើមែនទែនពុកម៉ែបងប្អូនមករៀនធ្វើជាមួយនឹងម៉ែកូនបឺទាំងអស់គ្នាសម្រាប់បន្លែរបស់វាវិញមានជាមួយនឹងម្រះត្រសក់រួមជាមួយនឹងសាឡាត់មានជាមួយនឹងខ្ទឹមសម្ទេសរួមជាមួយនឹងជីងកាមអត់បានទេហើយសាច់ជ្រូកយើងទិញយកអាណារៀងល្អបន្តិចមកសម្រាប់ខ្ទឹមក្រហមយើងហាន់វាជាចំណិតស្ដើងចឹងមកខ្ទឹមសដូចគ្នាយើងហាន់វាជាចំណិតស្ដើងចឹងមកហើយយើងដួសវាទុកម្ដុំសិនសម្រាប់សាច់ជ្រូកគឺយើងហាន់វាតែទឹងសាច់កុំហាន់បដោយសាច់បើយើងហាន់បដោយសាច់សាច់ជ្រូករបស់យើងគឺស្វិតហូរបាត់ឆ្ងាញ់ទេចឹងហើយយើងត្រូវតែហាន់តែទឹងសាច់ហើយយើងហាន់វាជាចំណិតស្ដើងកុំឲ្យក្រាស់ពេកសម្រាប់ម្រះវិញក៏ដូចគ្នាដែរយើងហាន់វាជាចំណិតស្ដើងបើសិនជាបងមិនចូលចិត្តហូបម្រះទេម្រះមិនបាច់ដាក់ក៏បានដែរតែបើក្រុមគ្រួសាររបស់ខ្ញុំគឺចូលចិត្តហូបម្រះចឹងដាក់ម្រះថែមទៀតកាន់តែឆ្ងាញ់ហើយបើនិយាយពីត្រសក់វិញយើងហាន់វាជា4ឬក៏5ចំណិតក៏បានតាមទំហំរបស់ត្រសក់រួចហើយយើងយកខ្ទឹមសរួមជាមួយនឹងម្ទេសដៃនាងយកមកបុកឲ្យរាងម៉ត់បន្តិចកុំឲ្យម៉ត់ខ្លាំងពេកគ្រាន់តែមកបាយចូលគ្នាប៉ុណ្ណឹងបានហើយយើងដួសវាទុកម្ដុំសិនបន្តមកទៀតយើងចាប់ផ្ដើមដាំទឹកមើលទឹករបស់យើងចាប់ផ្ដើមពុះក្តៅហើយយើងយកសាច់ជ្រូករបស់យើងយកទៅដាក់ស្រោសតែម្ដងហើយស្រោសកុំឲ្យយូរពេកយើងស្រោសសាច់ជ្រូកយើងតាមអាពុះបានហើយមិនបាច់ទុកយូរពេកយកទុកតាមអាពុះមកគឺវាឆ្អិនហើយមើលតែសាច់ជ្រូករបស់យើងរាងដែលសអាហ្នឹងគឺវាឆ្អិនហើយនៅពេលដែលយើងដួសសាច់ចេញពីទឹកក្តៅយើងក៏ភ្លេចកន្លោះទឹកនឹងចេញបន្តិចផងឲ្យវារាងស្ងួតទឹកបន្តិចចាំយើងយកសាច់យើងយកមកចាក់ចូលនៅក្នុងចានតែប៉ុណ្ណឹងយើងអាចយកសាច់យកទៅភ្លាបានហើយមកឥឡូវយើងចាប់ផ្ដើមភ្លាទាំងអស់គ្នាដំបូងយើងដាក់សាច់ជ្រូកនឹងចូលមកដាក់ម្ទេសខ្ទឹមនេះយើងបានបុកមិញហ្នឹងកំណាក់ច្រើនពេកបើមិនចូលចិត្តហឹរដាក់ជាមួយនឹងស្ករសបន្តិចប៊ីចេងបន្តិចដាក់ជាមួយនឹងម្សៅស៊ុបផងបន្តិចមកហើយសម្រាប់ទឹកត្រីយើងដាក់ចំនួន2ស្លាបព្រាបាយហើយបើទឹកក្រូចឆ្មាហ្នឹងយើងដាក់រាងច្រើនបន្តិចពុកម៉ែបងប្អូនគ្នាដាក់វារាងជូរខ្លាំងសម្រាប់រសជាតិភ្លានេះដាក់រាងជូរខ្លាំងបន្តិចអាហ្នឹងឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនគ្នាក្រោយពីយើងដាក់គ្រឿងចូលរួចរាល់ហើយគឺយើងចាប់ដើមភ្លាសាច់របស់យើងច្បល់សាច់របស់យើងឲ្យចូលជាតិគ្នាទៅហើយយើងភ្លក់មើលបានរសជាតិដែលយើងចង់បានហើយចុងក្រោយយើងដាក់ជាមួយនឹងខ្ទឹមសបន្តិចយកខ្ទឹមសយើងហាន់ជាប្រទេសហ្នឹងដាក់ជាមួយនឹងខ្ទឹមក្រហមចូលបន្តិចហើយអ្វីដែលអត់មិនបាននោះគឺជីងកាមអត់ឆ្ងាញ់ណាអ្នកទាំងអស់គ្នាក្រោយពីយើងដាក់គ្រឿងទាំង3មុខនឹងចុងក្រោយគេចូលរួចរាល់ហើយយើងគ្រាន់តែច្បល់ឲ្យចូលគ្នាបន្តិចមកភ្លក់មើលបានរសជាតិឆ្ងាញ់ហើយជាតិតែម្ដងយើងកុំឲ្យផ្អែមខ្លាំងរសជាតិជូររៀងដិតខ្លាំងពុកម៉ែបងប្អូនគ្នារៀងហឹរតិចឆ្ងាញ់តែម្ដងអ្នកទាំងអស់គ្នាជាតិតែមែនតែសរសើរប្រពន្ធរបស់ខ្ញុំចេះរកនឹកធ្វើឃើញពុកម៉ែបងប្អូនគ្នាខ្ញុំសួរតែចេះមកពីណាក៏ថាមើលតាម TikTok ឃើញគេធ្វើក៏រៀនធ្វើតាមគេទៅយីគ្រាន់តែមើលតាម TikTok សោះក៏អាចធ្វើបានដែរអ្នកទាំងអស់គ្នារសជាតិឆ្ងាញ់មែនតើនិយាយថាគ្រឿងក្លែមវិញគឺត្រូវតែម្ដងអ្នកទាំងអស់គ្នាការបន់ជោឆ្នាំខ្មែរប្រពៃណីជាតិរបស់យើងជួបជុំបងប្អូនមិនដឹងជាធ្វើគ្រឿងអីក្លែមមកដែល30រាល់ឆ្នាំមកអាចដូរមុខម្ហូបថ្មីបាននេះភ្លាសាច់ជ្រូកក្រូចឆ្មានាងឆ្ងាញ់មែនតើសូមសរសើរអ្នកទាំងអស់គ្នាឆ្ងាញ់មកខ្ញុំធានាជូនមើលតែមាត់របស់ម៉ែកូនបឺតហូបអ្នកទាំងអស់គ្នាតំណងមែនតើដាក់យកយើងបន្ទាប់ជាមួយនឹងជីងកាមយើងបន្តិចទៅតែបើថាបងណាមិនចេះហូបជីងកាមមិននឹងរៀងប្របែហូបបន្តិចហើយដោយសារមុខម្ហូបនេះអត់ជីងកាមគឺធ្វើអត់ត្រូវគ្រឿងវាគឺអត់ឆ្ងាញ់ណាអ្នកទាំងអស់គ្នាតែបើថាបើម្រះយើងមិនចេះហូបម្រះអានឹងបានតែបើថាអត់ចេះហូបជីងកាមអត់ដាក់ជីងកាមអត់ឆ្ងាញ់ណាអ្នកទាំងអស់គ្នាត្រូវតែដាក់ជីងកាមតែបើថាធ្វើត្រូវគ្រឿងវាតែម្ដងជាតិហ្មងពុកម៉ែបងប្អូនគ្នាមើលតែមាត់ម៉ែកូនបឺតហូបខ្ញុំបញ្ចូលសម្លេងម្ដងទៀតឃ្លានម្ដងទៀតហេវម្ដងទៀតបដ ாய்